បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រភេទថ្មលោហៈមកគ្រាប់យកមកធ្វើការថតបង្ហាញជូនបងប្អូនទាំងអស់គ្នាហើយនឹងធ្វើការអធិប្បាយបកស្រាយខ្លះខ្ញុំឃើញវីដេអូរបស់បរទេសគឺគេបានធ្វើការលើកឡើងអំពីថ្មប្រភេទនេះហើយតម្រង់រាងបែបអញ្ចឹងដូចគ្នាអញ្ចឹងបាទយើងជូតសម្អាតទៅគឺថាដូចគ្នាអញ្ចឹងប៉ុន្តែគាត់ថាសាច់របស់គេខាងក្នុងពេលដែលគេឆាបឬមួយកាត់ទៅមានសហើយមានផ្ទៃកាឡាអីផ្សេងៗនេះគឺយើងមិនប្រកាសមិនកំណត់ថាមានផ្ទៃកាឡាឬមួយក៏អត់ទេព្រោះជាធម្មជាតិយើងអត់បានដឹងប៉ុន្តែផ្នែកខ្លះយើងមើលឃើញនេះមានដូចគ្នាអញ្ចឹងគាត់ថារបស់គេពេលដែលយើងដាក់មេដៃអញ្ចឹងណាដាក់ទៅគឺជាប់ខ្លាំងហ្មងដាក់ទៅគឺជាប់ខ្លាំងហ្មងនេះគឺជាប់តិចមែនតើណាជាប់តិចណាអត់ដូចរបស់គេទេរបស់គេគឺថាដាក់ទៅជាប់ខ្លាំងតែម្ដងយើងមើលទៅពេលដែកសុតជាមួយក៏អីចឹងទៅយើងដាក់ទៅគឺជាប់ដូចគ្នាប៉ុន្តែអត់ជាប់ដល់កម្រិតអាចផ្កាយមកពីភពក្រៅទេនេះគឺនៅក្នុងកម្រិតមួយយើងមិនដឹងថាវាជាអីដែរទេប៉ុន្តែជាប្រភេទលោហៈដែលយើងបានមកពីក្នុងព្រៃដើរចូលព្រៃចូលអីចឹងទៅបានចឹងទៅសបកក្រៅគឺមានស្នឹមមានប្រភេទខ្លះគឺអត់មានស្នឹមទេមានប្រភេទខ្លះគឺឡើងមកគឺប្រភេទកផតហើយសាច់របស់គេអត់មានស្នឹមទេគឺសាច់អាឡូងល្អតែម្ដងប៉ុន្តែប្រភេទខ្លះក៏ឃើញមានស្នឹមដែរប្រភេទអាចផ្កាយមកប្រភេទទៀតនោះពេលដែលគេកាត់ទៅគឺឃើញមានកាឡាមានផ្ទៃកាឡារចនាខាងក្នុងគឺប្លែកតែម្ដងហើយនេះគឺស្តៀងជាមួយនឹងប្រភេទហ្នឹងក៏ប៉ុន្តែគាត់ថាសភាពនៅក្នុងការឆក់គឺខុសគ្នាក៏មានវីដេអូខ្លះគាត់បង្ហាញដែរឃើញគេថតបង្ហាញណាគឺកម្រិតឆក់គឺតិចដូចគ្នាប៉ុន្តែអាចផ្កាយដូចគ្នាហើយយើងមិនដឹងកំណត់សម្គាល់កន្លែងណាទេណាអញ្ចឹងវីដេអូនេះគឺធ្វើការថតបង្ហាញដើម្បីយើងបានមើលឃើញហើយនឹងធ្វើការសិក្សាទាំងអស់គ្នាអូខេមានប៉ុណ្នេះសម្រាប់ការធ្វើវីដេអូបកស្រាយមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងបាទអរគុណគោរពជម្រាបលា